ចាជំរាបសួរបងប្អូនខានចេញវីដេអូចិត្តចូលពីអាទិត្យដែរដោយសារតែខ្ញុំចូលធ្វើការវិញណាមួយដូចជាអត់សូវមានកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូផងអីចឹងណាបងប្អូនដោយសារតែការមុនខ្ញុំលក់បុកលហុងអញ្ចឹងខ្ញុំមានពេលនៅក្នុងការចេញវីដេអូម្ហូបច្រើនអីចឹងណាតែដោយសារតែអាជីវកម្មវាទៅមុខក៏រួចដោយសារខ្លាយកន្លែងវាឡើងថ្លៃអីអញ្ចឹងណាបងប្អូនអញ្ចឹងក៏សម្រាប់ចិត្តថាផ្អាកមួយរយៈសិនអញ្ចឹងក៏ចូលមកធ្វើការវិញវារៀងហត់ដែរសម្ពាធនឹងការងារហើយដោយបងប្អូនបានឃើញជាក់ស្ដែងអញ្ចឹងគឺការងារដែលខ្ញុំចូលធ្វើហ្នឹងគឺការងារកម្មការនីរោងចក្រណាបងប្អូននៅមើលទស្សនាវីដេអូខ្ញុំដែរអត់បើខ្ញុំត្រឹមតែជាកម្មការនីដែរផុសវីដេអូចេញទៅឲ្យបងប្អូនទស្សនាអីអញ្ចឹងណាបងប្អូនតើបងប្អូននៅទស្សនានៅគ្រប់គ្រងខ្ញុំដែរឬអត់ឥឡូវរឿងសេតតុកម្លាយសិនជីវិតម្នាក់គឺតែងតែមានរឿងកើតតុកខ្សែគ្រប់តែគ្នាប៉ុន្តែបើសិនជាយើងអោបវាជាប់នៅក្នុងទ្រូងក៏គ្មានអីប្រសើរឡើងដែរអញ្ចឹងមកមើលវីដេអូនៅ Walking Street ដូចជាសប្តាហ៍មុនបងប្អូនដូចជាមានកម្មវិធីទេសចរចិនណបងប្អូនអញ្ចឹងក៏ខ្ញុំបានទៅដែរដោយសារតែយើងធ្វើការរៀងហត់ដែរអញ្ចឹងក៏ថ្ងៃអាទិត្យអីឆ្លៀតទៅដើរមើលគេបន្តិចទៅចាយលុយអស់ 4-5 ពាន់វាមិនអស់ច្រើនអញ្ចឹងណាបងប្អូននំបញ្ចុកតមួយចានទៅឆ្អែតអីអញ្ចឹងក៏យើងមកមើលទស្សនាថ្ងៃហ្នឹងដូចជាមានរបាំខ្មែរហើយមានរបាំចិនអីអញ្ចឹងដោយសារតែគេផ្សព្វផ្សាយពីទេសចរចិនពីខេត្តដែលគេនឹងណែនាំឲ្យយើងទៅទេសចរអញ្ចឹងណាបងប្អូនអញ្ចឹងមានរបាំចិនមានអីឲ្យទស្សនាអញ្ចឹងទៅហើយក៏មានសៀកប្រែមុខអីអញ្ចឹងណាបងប្អូនចាំមើលខ្ញុំឲ្យបងប្អូនស្ដាប់សំឡេងហើយទស្សនាទៅតាមអ្វីដែលខ្ញុំបានថតមកអញ្ចឹងណាបងប្អូន一种血红，几身却好看。我脱脱一副面孔，惹来一丝真藏。រឿងកើតຕົករឿងស្ទែតបរាជ័យអីណាដែលគិតថាអាចຕົកម្ដុំបានគឺຕົកម្ដុំសិនទៅមកទស្សនាអ៊ំស្រីដែលគាត់មករំនេះបងប្អូនគឺថាសប្បាយមែនតែនហ្មងគេហៅថាសប្បាយផ្ដាំចាស់ណាបងប្អូនណាអញ្ចឹងមិនថាអរគុណរាជរដ្ឋាភិបាលដែរដែលបានបង្កើតនៅផ្លូវ Walking Street អញ្ចឹងណាកន្លែងនេះដូចជាកន្លែងកំសាន្តអារម្មណ៍រំសាយអារម្មណ៍នៅចុងសប្តាហ៍ដែលទុកសិចកន្លែងធ្វើការអាចមកដើរកំសាន្តជុំគ្នាញ៉ាំអីរំលេងកំសាន្តមើលសៀករហស្សកម្មមើលការលេងល្បែងហ្គេមអីផ្សេងអីអញ្ចឹងណាបងប្អូនអញ្ចឹងមិនថាហ្នឹងឃើញអត់ឃើញគាត់សុបាយអត់អញ្ចឹងខ្ញុំក៏ស្រះថ្លាទៅតាមនឹងដែរហើយក្នុងវីដេអូនេះដែរខ្ញុំក៏មានសារលើកទឹកចិត្តសម្រាប់ខ្លួនឯងនិងបងប្អូនដែលបរាជ័យក្នុងអាជីវកម្មហើយផ្លាស់ប្ដូរមកធ្វើការវិញអញ្ចឹងបងប្អូនសូមកុំមានការបាក់ទឹកចិត្តអីហើយកុំຕົកពេលឲ្យមានអារម្មណ៍ថាមានការបាក់ទឹកចិត្តអីទៅកុំຕົកពេលឲ្យមានអារម្មណ៍ថាបាក់ទឹកចិត្តយើងរកពេលយើងអាចមានដៃមានជើងមានកម្លាំងអាចនៅធ្វើការបានយើងធ្វើសិនទៅចង្ការយើងធ្វើវា2-3ឆ្នាំយើងសន្សំទុនអាចទៅរកស៊ីធ្វើមុខរបរអីផ្សេងមិនមែនបានន័យថាយើងត្រូវតែធ្វើការរហូតទេបងប្អូនអញ្ចឹងថាផ្លាស់ប្ដូរវាមួយរយៈធំដើម្បីរកមើលអ្វីដែលយើងគិតថាចង់ធ្វើទៅថ្ងៃមុខទៀតអីអញ្ចឹងណាបងប្អូនហើយខ្ញុំ
ក៏អត់មានអីច្រើនដែរក៏សូមជម្រាបលាបងប្អូនតែត្រឹមប៉ុណ្នេះសិនអញ្ចឹងបងប្អូននៅទស្សនាអ៊ំពុំមិញយាយតាដែលអារម្មណ៍នៅ Walking Street ហើយបងប្អូនមានពេលតនេថ្ងៃសៅរ៍ថ្ងៃអាទិត្យក៏ទៅទស្សនាទៅបងប្អូននៅ Walking Street គឺជាកន្លែងកំសាន្តអារម្មណ៍ធ្វើឲ្យយើងទៅហើយមានអារម្មណ៍ថារីករាយបាត់ភាពស្មុគស្មាញទូទៅមានមនុស្សច្រើនមានរបស់ញ៉ាំច្រើនក៏ដោយក៏នៅតែមានអីប្លែកៗឲ្យយើងទស្សនាដែរអញ្ចឹងអរគុណច្រើនជម្រាបលា